ធ្វើការពេញឆ្នាំហត់នឿយរាល់ថ្ងៃចិត្តខ្ញុំចង់បាទសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំទៀតហើយថ្ងៃនេះខ្ញុំនឹងមានរបៀបនៅក្នុងការ generate ចម្រៀងខ្មែរដែលមានលក្ខណៈសំឡេងដូចជាពិតអញ្ចឹងហើយកំពុងតែពេញនិយមនៅលើ YouTube ហើយបងប្អូនអាចយកចម្រៀងហ្នឹងយកទៅប្រើប្រាស់ដូចជាការបង្កើត content អីផ្សេងៗរកលុយតាម Facebook ឬក៏តាម platform អីផ្សេងៗបាទអញ្ចឹងដើម្បី generate ចម្រៀងនេះបានសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំឲ្យដល់ចប់ហើយយើងធ្វើមួយចំហៀនម្ដងគឺអត់មានអីស្មុគស្មាញទេបាទអញ្ចឹងជាដំបូងយើងចូលមកក្នុង Chat GPT មកបាទនេះខ្ញុំបានបើករួចហើយ Chat GPT របស់ខ្ញុំហើយបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ log in ទេយើងត្រូវធ្វើការ log in ទៅបាទហើយកន្លែងនេះគឺជំហានដំបូងយើងចូលសរសេរ prompt ដើម្បីបាន lyric ចម្រៀងបាទអញ្ចឹងខ្ញុំផាស prompt ដែលខ្ញុំបានសរសេរហើយនឹងមកហើយ prompt ហ្នឹងខ្ញុំនឹងដាក់នៅក្នុង description របស់ខ្ញុំអញ្ចឹងខ្ញុំសូមអានបញ្យលបងប្អូនទាំងអស់គ្នាបន្តិចសិនបាទកន្លែងនេះខ្ញុំសរសេរថាសូមបង្កើតចម្រៀងកន្ទ្រឹមជាភាសាខ្មែរសម្រាប់ខ្ញុំដែលនិយាយពីការសប្បាយរីករាយដែលឈប់សម្រាកពីការងារហើយទៅស្រុកជួបជុំបងប្អូនសូមប្រើឧបករណ៍តន្ត្រីខ្មែរដែលមានទ្រស្គរតាខេសាឌីវហើយបង្កើត clear ចម្រៀងឲ្យមានចុងជួនល្អហើយខ្ញុំសូមបញ្ជាក់កន្លែង prompt កន្លែងនេះមួយគឺយើងអាចសរសេរ prompt របៀប style មិនក៏បានដែរ style កន្ទ្រឹម style ញាក់ចូលឆ្នាំថ្មីបុណ្យភ្ជុំបុណ្យអុំទូកអីគឺសរសេរតាម style ដែលយើងនឹកឃើញបាទហើយ Chat GPT នេះយើងត្រូវសរសេរឲ្យរៀងវែងតិចមកដើម្បីឲ្យវា generate ឲ្យយើងរៀងល្អដែរបាទអញ្ចឹងយើងចុចបញ្ជូននេះមកបាទអញ្ចឹងតឹងចំណងជើងទាំងអីគឺវា generate ឲ្យយើងហើយចំណងជើងចម្រៀងគឺឈប់ការងារទៅលេងស្រុកព្រមយើងអាចកែចំណងជើងហើយនឹងធម្មតាទេចម្រៀងដែលយើងឲ្យ AI ទៅសេឲ្យគឺពេលខ្លះគឺអត់មានន័យទេ generate ទៅជាចម្រៀងហ្នឹងយើងពិនិត្យអក្ខរាវិរុទ្ធវាទៅឲ្យមានចុងជួនទៅហើយខ្ញុំគិតថាបើសិនជាបងប្អូនធ្វើចម្រៀងបងប្អូនក៏ធ្លាប់ស្ដាប់ចម្រៀងដែរអញ្ចឹងកន្លែងណាដែលអត់ល្អកន្លែងណាដែលបងប្អូនចង់កែអាហ្នឹងយើងអាចកែមុននឹងយើងយកទៅ generate ជាចម្រៀងកន្លែងនេះគឺខ្ញុំអត់មានកែអីទេខ្ញុំគ្រាន់តែធ្វើវីដេអូជាមេរៀនសម្រាប់បងប្អូនយកទៅធ្វើតាមទេ copy ចម្រៀងទាំងអស់ហ្នឹងសិនបាទយើងអាច copy ពីខាងលើមកក៏បានដែរបាទយើង copy ទាំងអស់មកចុចកន្លែង copy មកបាទយើងបាន copy ហើយបន្ទាប់មកយើងចូលមកក្នុង new tab យើងស្វែងរកពាក្យថា producer AI បាទយើងចុចនៅខាងលើគេមកមាន website ជាច្រើនដែល generate ចម្រៀងជាភាសាខ្មែរបានល្អមាន Suno មាន producer AI ហ្នឹងហើយមាន website ជាច្រើនទៀតដែលបងប្អូនអាច search មើលទៅថាមួយណាល្អអាចប្រើមួយហ្នឹងបានបាទអញ្ចឹងកន្លែងនេះគឺយើង log in សិនមកsign in រួចហើយបន្ទាប់មកយើងផាស prompt នឹងចូលមកបាទលុប emoji នេះចេញមួយមកបាទហើយបន្ទាប់មកយើងចុចបញ្ជូននេះមកវាកំពុងតែដំណើរការហើយបាទចំណុចល្អដែលខ្ញុំចូលចិត្តប្រើproducer AI គឺ ភ្លេងចេញមកគឺស្អាតហ្មងបាទទាំងភ្លេងទាំងចម្រៀងហើយបញ្ជាក់ភាសាទៀតថាអត្ថបទចម្រៀងបើសិនជាបងប្អូនមានពេលបងប្អូនយកទៅពិនិត្យមើលភាសាទៀតទៅតែវាចុងជួនមិនដែរវាអត្ថន័យមិនដែរបាទយើងកែខ្លួនឯងតិចទៅឥឡូវខ្ញុំសូម play ចម្រៀងបន្តិចសិនធ្វើការពេញឆ្នាំហត់នឿយរាល់ថ្ងៃចិត្តខ្ញុំចង់ទៅស្រុកស្រែឆ្ងាយបើកឡានតាមផ្លូវខ្យល់បក់សប្បាយឃើញស្រែពណ៌ខៀវចិត្តហោះរំភើតាយើងរំវងសប្បាយអងស្ទាំងដីនឿយការងាររលីអស់សោះនៅសល់តែស្នេហ៍ក្នុងគ្រួសារយើងបាទសាក់ play ទី1វិញមក
លេងទឹកក្បែរផាត់អារម្មណ៍ក្នុងចិត្តស្រស់អញ្ចឹងបើសិនជាបងប្អូនចង់ download បងប្អូនចុចសញ្ញាលេខត្រេ3នេះមកហើយចុចពាក្យថា download ទៅចេញជាអីគេ MP3 wave ឬក៏យ៉ាងម៉េចអញ្ចឹងខ្ញុំចុច download មកបាទក្នុងកន្លងពេលដែលយើងរងចាំការ download យើងអាចទៅ generate រូបភាព cover យើងគាត់បន្ថែមថា create me an image with title បាទនេះយើងមើល title ឈប់ការងារទៅស្រុកអញ្ចឹងកន្លែងហ្នឹងយើងកែមកកន្លែងឈប់ការងារទៅស្រុកហ្នឹងវាដូចជាអត់សូវស៊ីជាមួយចំណងជើងប័ណ្ណចម្រៀងណាអញ្ចឹងយើងកែមកចូលឆ្នាំនឹកស្រុកបាទចូលឆ្នាំនឹកស្រុកកំណើតអញ្ចឹងយើង enter មួយមកបាទកន្លែងនេះអធិស្ឋានដោយសារខ្ញុំសរសេរមិនបានមើលផ្លេចអក្សរឡអញ្ចឹងវាដាក់ចូលឆ្នាំនឹកស្រុកកំណើតអញ្ចឹងយើងមើលរូបពីរហ្នឹងយើងមួយណាយើងអាចធ្វើ cover បានហើយសម្រាប់ខ្ញុំយករូបភាពទី2មើលទៅស្អាតបាទយើង import រូបហើយនឹងចម្រៀងដែលយើងបាន generate មិញបាទពី file នេះមកយើងទាញចម្រៀងចូលមកហើយនឹងរូបអូខេទាញឲ្យស្មើគ្នាមកយើងចូលទៅក្នុង effect មកបន្ទាប់មកយើងចង់ add effect រៀងញ័ររៀងអីទៅតាម style របស់យើងបាទដាក់ចូលមកនេះសម្រាប់វីដេអូរបស់ខ្ញុំគឺខ្ញុំអត់បានលម្អិតទៅលើការធ្វើចលនាការដាក់lyric អក្សរដែលវាផុសមកទេបាទសម្រាប់បងប្អូនដែលអត់ទាន់បាន subscribe channel របស់ខ្ញុំសូមជួយ subscribe channel របស់ខ្ញុំមួយផងបាទអរគុណច្រើន